វិស័យអប់រំនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះគឺក្រសួងអប់រំយុវជននិងកីឡាបានបង្កើតនៅមាតិកាជាច្រើនសម្រាប់ថ្នាលបឋមហើយតាមការបញ្ជាក់របស់មន្ត្រីនៃក្រសួងអប់រំយុវជននិងកីឡានៅក្នុងកិច្ចសម្ភាសជាមួយនឹង BTV នាពេលថ្មីៗនេះលោកបណ្ឌិតកាន់ពុទ្ធីប្រធាននាយកដ្ឋានបឋមសិក្សានៃក្រសួងអប់រំយុវជននិងកីឡាបានឲ្យដឹងថាក្រសួងអប់រំបានរៀបចំមាតិកាជិត 40,000 សកម្មភាពពីការបង្រៀននៅថ្នាលបឋម PLP ដោយមាតិកាទាំងអស់នេះបង្កើតឡើងស្របទៅតាមកម្មវិធីសិក្សារបស់រដ្ឋនិងម្យ៉ាងវិញទៀតគឺដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់សិស្សានុសិស្សសូមទេសនានៅការបញ្ជាក់របស់លោកបណ្ឌិតកាន់ពុទ្ធីប្រធាននាយកដ្ឋានបឋមសិក្សានៃក្រសួងអប់រំយុវជននិងកីឡាបាទអរគុណណាស់មេតិកាដែលយើងបង្កើតនៅក្នុងថ្នាក់គឺស្របទៅតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំសិភៅសាគោលហ្នឹងនិយាយចឹងបាទអញ្ចឹងមានតាំងពីក្នុងហ្នឹងគឺមានមុខវិជ្ជាបាទខ្មែរគណិតចឹងតាមកម្រិតថ្នាក់នីមួយៗចឹងមាន6កម្រិតថ្នាក់យើងនឹងបង្ហាញនៅក្នុងអាចថា dashboard ជូនបាទហើយនៅក្នុងមុខវិជ្ជាខ្មែរចឹងយើងមានមេរៀនបាទក្នុងមេរៀនបានយើងចាប់ដើមមានសកម្មភាពរៀននៅក្នុងហ្នឹងបាទអញ្ចឹងមកភាសាខ្មែរថ្នាក់មួយយើងមាន104មេរៀនអញ្ចឹងតាំងពីមេរៀនទី1ដល់មេរៀនទី104ហ្នឹងគឺមានសកម្មភាពរៀននៅក្នុងមួយហ្នឹងសម្បូរបែបមាន12 13សកម្មភាពរៀននៅក្នុងមួយទៀតអញ្ចឹងនេះគឺជាមាតិកាដែលយើងបានដាក់ចេញមកឥឡូវក្រិតជាបើសិនជាមេរៀននៅថ្នាក់ទី1យើងនិយាយពីចំនួនពី0ដល់10សិនណាមេរៀនដំបូងអញ្ចឹងធ្វើម៉េចឲ្យក្មេងហ្នឹងស្គាល់លេខថាអូលេខ1លេខ2លេខ5លេខ7លេខ9លេខ0អីចឹងទៅឧទាហរណ៍ស្គាល់អញ្ចឹងឲ្យមានរូបភាពនៅហ្នឹងអមមួយគ្នាមកថាមានរូបផ្លែស្វាយ2អញ្ចឹងទេហ៎អញ្ចឹងលេខយើងដាក់លេខ2អញ្ចឹងណាដើម្បីក្មេងបាទយើងអាចថាមើលឃើញជាលក្ខណៈរូបិយផងហើយនឹងអរូបិយផងរូបិយគឺផ្លែស្វាយ2បាញ់មិញហ្នឹងហើយអរូបិយគឺលេខ2របស់យើងហ្នឹងអញ្ចឹងយើងនេះគឺជាអ្វីដែលយើងបានរៀបចំមាតិកាទាំងអស់ហ្នឹងហើយមាតិកាទាំងអស់នេះគឺស្របទាំងអស់ទៅតាមខ្លឹមសារនៃសិភៅសាគោលយើងមានប្រមុខវិជ្ជាណាមានប្រមាណមេរៀនមានខ្លឹមសាររងអីខ្លះហើយលំអិតអីខ្លះគឺយើងសរសេរបញ្ចូលមានរៀបចំមាតិកាដែលខ្ញុំនិយាយថាជិត 40,000 សកម្មភាពដែលត្រូវសិស្សរៀនអនុវត្តពីថ្នាក់ទី1ដល់ទី6ហ្នឹង40,000ជាងលំហាត់ដែលយើងបានរៀបចំឲ្យគាត់អាចធ្វើតេស្តមានស្វ័យតេស្តស្វ័យប្រឡងនៅខ្លួនឯងជាដើមហើយដល់គាត់ឃើញថាគាត់ធ្វើខុសកន្លែងហ្នឹងច្រើនគាត់ត្រូវទៅរៀនវិញបាទអញ្ចឹងនេះគឺជាអ្វីដែលយើងរៀបចំដើម្បីជួយពួកគាត់ទេបាទពីមុនមកម៉ែឪសិស្សអត់ដឹងគាត់ឬក៏គ្រូអ្នកគ្រូចុះខ្ញុំទៅទៀតហ៎គាត់ធ្វើតេស្តប្រចាំខែដោយខ្លួនឯងមានរៀបចំតេស្តដោយខ្លួនឯងអញ្ចឹងលទ្ធផលតេស្តជាប់ថា90% ជាប់ខ្ញុំទៅទៀតហ៎ប៉ុន្តែដល់ពេលជាក់ស្ដែងថាតើសិស្សពិតជាមានសមត្ថភាព90% ដូចអ្វីគាត់ព្រោះគាត់ខ្លាចថាបើមិនឲ្យទាបពេកដាក់ទាបពេកឬក៏ដាក់វិញ្ញាសាតេស្តប្រចាំខែនឹងខ្ពស់ពេកសិស្សធ្វើអត់កើតទៅគាត់ខ្លាចប៉ះពាល់អីចេះចុះឧទាហរណ៍ហើយអ្នកខ្លះគាត់ថាអូក្រសួងបានដាក់ចេញថាអូមិនឲ្យសិស្សធ្លាក់ច្រើនពេកអីចឹងឧទាហរណ៍ថាយើងមិនបានគិតអញ្ចឹងទេយើងចង់ឲ្យសិស្សមានសមត្ថភាពពិតប្រាកដរឿងធ្លាក់ជាប់ច្រើនឬតិចយើងព្យាយាមជួយអញ្ចឹងមិនថាបើធ្លាក់បើសិស្សរៀនអត់សូវចេះយើងប្រើវិធីជួយដែលខ្ញុំនិយាយអាទិភាពទី3បាយហ្នឹងគឺការជួយសិស្សរៀនយឺតនេះហើយដែលពីម្សិលមួយថ្ងៃនេះបាទក្រោយពីខ្ញុំដឹកនាំប្រជុំធ្វើការណែនាំមួយថាពង្រឹងការបង្រៀនថ្ងៃប្រហោះផ្ដោតទៅលើការជួយសិស្សរៀនយឺតអញ្ចឹងមានបងប្អូនយើងមួយចំនួនថាចុះបើសិនអញ្ចឹងដាក់ចាំកម្មវិធីភាសាអង់គ្លេសកុំព្យូទ័រអីបំណិនជីវិតតាមមូលដ្ឋាននៅថ្ងៃប្រហោះហ្នឹងថាជួយគឺរយៈពេល2ម៉ោងដែលយើងបានណែនាំអញ្ចឹងនៅសល់3ម៉ោងសិក្សាទៀតគាត់អាចបង្រៀនភាសាអង់គ្លេសសម្រាប់ថ្នាក់ទី4ទី6ហើយនឹងបំណិនជីវិតតាមមូលដ្ឋានចំពោះកុំព្យូទ័រវិញគឺអត់ទេនៅក្នុងគោលការណ៍របស់យើងគឺម៉ោងកុំព្យូទ័រគឺគ្រូនាយកសាលាជាមួយនឹងគ្រូអ្នកគ្រូអាចរៀបចំកាលវិភាគឲ្យសិស្សចូល1ម៉ោងក្នុងមួយសប្តាហ៍ឬក៏2ម៉ោងទៅតាមលទ្ធភាពនៃបន្ទប់រៀននៃបន្ទប់កុំព្យូទ័រក៏ដូចជាបរិមាណសិស្សរបស់គាត់អីជាដើមអញ្ចឹងបត់បែនមានន័យថាការអនុវត្តយើងមានភាពបត់បែនយើងមិនមែនរឹងកព្រឹសថាត្រូវតែយកម៉ោងនឹងធ្វើអញ្ចឹងប៉ុន្តែការអនុវត្តសូមឲ្យមានភាពបត់ពោលគឺចុងក្រោយបំផុតតម្កល់ផលប្រយោជន៍សិស្សជាធំគឺរៀនចេះទាំងអស់គ្នាបាទមានសិលធម៌មានបំណិនទាំងអស់គ្នានេះគឺជាអ្វីត្រឡប់មករឿងមាតិកាឡើងវិញបន្តិចគឺមិញខ្ញុំបាននិយាយថាមាតិកាដើម្បីរៀនដើម្បីធ្វើតេស្តប្រចាំខែឥឡូវនេះយើងក៏ចាប់ដើមផលិតនៅបាទមាតិកាមួយទៀតគឺជាលំនាំការធ្វើតេស្តក៏ដូចជាការរៀនតាមឲ្យឆ្លើយតបទៅនឹងតេស្តរង្វេងតម្លៃថ្នាក់តំបន់និងអន្តរជាតិពីមុនមកយើងសំណួររបស់យើងនៅក្នុងកម្រិត Bloom ទាំង6ភាគច្រើនលោកគ្រូអ្នកគ្រូយើងសួរតែត្រឹមតែកម្រិតចងចាំហើយនឹងយល់ដឹងទេ
បាទអនុវត្តហ្នឹងមួយចំនួនដែរប៉ុន្តែបើសិនជាដល់វិភាគរហូតទៅដល់ការវិតម្លៃហើយនឹងការបង្កើតថ្មីគឺអត់មានទេអញ្ចឹងហើយបានជាឥឡូវនេះគឺយើងចាប់ដើមដាក់សំណួរតេស្តរបស់យើងនៅក្នុងថ្នាលហ្នឹងជាផ្នែកមួយនៃការលើកកម្ពស់ការអនុវត្តវិធីសាស្ត្របង្រៀនថ្មីហ្នឹងគឺយើងដាក់សំណួរបែបវិភាគបែបវិតម្លៃអញ្ចឹងមានលោកគ្រូអ្នកគ្រូមួយចំនួនគាត់ថាសូម្បីតែខ្ញុំក៏ពិបាកឆ្លើយដែរប៉ុន្តែបើសិនជាយើងទទួលស្គាល់ថាប្រងហើយបាទព្រោះយើងអាចធ្លាប់ធ្វើឆ្លើយសំណួរបែបហ្នឹងប៉ុន្តែបើយើងបន្តអនុវត្តជាប្រចាំយូរទៅយើងអាចនឹងមានថាថ្នឹកមានភាពស៊ាំជាមួយនឹងការអនុវត្តបែបហ្នឹងថ្ងៃក្រោយនៅពេលយើងចូលរួមតេស្តរង្វេងតម្លៃថ្នាក់តំបន់ជាពិសេសគឺយើងហៅថាតំបន់អាស៊ានរបស់យើងគេហៅថា CPLM South East Asia Primary Learning Metric ហ្នឹងដែលយើងបានចូលពីរវគ្គដូចហើយគឺឆ្នាំ2019និង2024ហើយយើងនឹងបន្តចូលរួមជុំទី3នៅឆ្នាំ2029ខាងមុខអញ្ចឹងដើម្បីឲ្យសិស្សយើងមានសមត្ថភាពកាន់តែប្រសើរនៅពេលត្រៀមដើម្បីត្រៀមខ្លួនជាស្រេចនៅឆ្នាំ2029គឺត្រូវតែចាប់ដើមពីឥឡូវទៅមិនមែនចាំ2029បានឲ្យគាត់រៀនទេត្រូវតែបង្វឹកគាត់ពីឥឡូវទៅចានេះជាការបញ្ជាក់របស់មន្ត្រីនៃក្រសួងអប់រំយុវជននិងកីឡាជុំវិញការបង្កើតនៅមាតិកាជិត 40,000 សកម្មភាពទាក់ទងទៅនឹងការបង្រៀននៅក្នុងថ្នាលបឋម